ក្មេងប្រុសម្នាក់នេះទើបតែកើតមកមានស្លាប់មួយគូប៉ុន្តែម្ដាយមិនហ៊ានយកកូនទៅពេទ្យដើម្បីព្យាបាលទេព្រោះគាត់ខ្លាចគ្រូពេទ្យយកកូនទៅធ្វើការពិសោធន៍ដើម្បីការពារកុំឲ្យក្មេងហោះចេញនៅកណ្ដាលអាធ្រាត្រជារៀងរាល់យប់មុនពេលចូលគេងម្ដាយតែងតែយកកម្រាលពូកមកគ្របលើគ្រែកូនរបស់គាត់រួចប្រើក្លេបដើម្បីគៀបវាឲ្យជាប់ប៉ុន្តែស្លាបទាំងនេះលូតលាស់លឿនណាស់ត្រឹមតែប៉ុន្មានថ្ងៃសោះស្លាបនៅលើខ្លួនរបស់ Ricky បានលូតលាស់ដល់10 សង់ទីម៉ែត្រម្ដាយបានយកកាសែតមកបិទស្លាបរបស់គាត់ប៉ុន្តែវាមិនអាចស្អិតជាប់តតែសោះដឹងទេថាក្នុងល្បឿននៃការលូតលាស់នេះក្មេងគួរតែអាចហោះហើរបានក្នុងរយៈពេលមិនដល់1 ខែផងដោយឃើញសម្លៀកបំពាក់របស់ Ricky ច្របាច់គាត់យ៉ាងខ្លាំងម្ដាយក៏បានចោះប្រហោងសម្លៀកបំពាក់របស់គាត់ទាំងអស់ដោយចិត្តណាទុកឲ្យស្លាបរបស់ Ricky លេចចេញមកក្រៅប៉ុន្តែនៅពេលដែលថ្ងៃកន្លងផុតទៅស្លាបមួយគូនៅលើដងខ្លួនរបស់ Ricky ស្រាប់តែដុះរោមបន្តិចម្ដងដើម្បីកុំឲ្យ Ricky ប៉ះទង្គិចម្ដាយបានប្រើកាសែតរុំជ្រុងទៅក្នុងផ្ទះហើយចង់ពុះការពីការប៉ះទង្គិចលើ Ricky ហើយថែមទាំងពាក់មួកសុវត្ថិភាពឲ្យគាត់ទៀតផងជាលទ្ធផលវិនាទីបន្ទាប់ Ricky ស្រាប់តែបកស្លាប់ហើយហោះត្រង់ទៅពីដានឃើញទិដ្ឋភាពនេះម្ដាយសប្បាយចិត្តខ្លាំងណាស់តែមិនយូរប៉ុន្មាន Ricky ក៏បុកឆ្នាំងដោយចៃដន្យសំណាងល្អមានវិធានការពារហើយទីបំផុត Ricky គ្រាន់តែមានស្នាមឆ្កួតបន្តិចបន្តួចប៉ុណ្ណោះថ្ងៃនេះម្ដាយបាននាំកូន2នាក់ទៅដើរលេងផ្សារទំនើបនឹកស្មានមិនដល់ថាពេលងាកក្បាលចេញ Ricky នៅក្នុងរទេះរុញក៏បាត់ទៅដោយបន្សល់ទុកតែសម្លៀកបំពាក់របស់គាត់ម្ដាយងើបមុខឡើងទើបដឹងថា Ricky បានហោះទៅលើផ្សារទំនើបហើយកំពុងលេងភ្លើងក្រឡេកមើលហ្វូងមនុស្សនៅក្នុងផ្សារទំនើបសម្លឹងមើលពីដានម្ដាយក៏ដឹងថាកូនប្រុសរបស់គាត់បានហោះឡើងតាមពិតទៅ Ricky កើតមកមានស្លាប់ហោះមួយគូម្ដាយដែលភ័យខ្លាចបានរុញរទេះរុញហើយស្រែកយ៉ាងអស់សង្ឃឹមឲ្យ Ricky ឈប់ប៉ុន្តែ Ricky គ្រាន់តែខ្វល់ខ្វាយនឹងការលេងហើយមិនព្រមឈប់ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សារទំនើបបានបញ្ជូនសន្តិសុខទាំងអស់ជាបន្ទាន់ដើម្បីជួយសង្គ្រោះ Ricky ប៉ុន្តែលទ្ធផលគឺគ្មានប្រយោជន៍ទេពួកគេមិនអាចតាមទាន់ Ricky តតែសោះឃើញកូនប្រុសហោះតាមភ្លើងផ្សារទំនើបម្ដាយក៏ប្រញាប់ប្រាប់អ្នកគ្រប់គ្រងផ្សារទំនើបឲ្យបិទភ្លើងដោយការរំពឹងទុកដោយគ្មានពន្លឺ Ricky ចាប់ផ្ដើមហោះហើរចុះក្រោមពេលនោះសន្តិសុខម្នាក់បានឆ្លៀតឱកាសស្ទុះទៅចាប់ Ricky តែម្ដងដោយឃើញរឿងដែល Ricky មានស្លាប់ត្រូវបានលាតត្រដាងម្ដាយក៏ត្រូវនាំ Ricky មកមន្ទីរពេទ្យដើម្បីពិនិត្យនឹកស្មានមិនដល់ថាគ្រូពេទ្យបាននិយាយថានេះជាលើកទី1ហើយដែលគាត់បានឃើញករណីមនុស្សដុះស្លាប់ដូច្នេះគាត់បានស្នើឲ្យទុក Ricky នៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យច្រើនផ្នែកប៉ុន្តែសំណើរបស់គ្រូពេទ្យត្រូវបានស្ត្រីនោះបដិសេធព្រោះនាងមិនចង់ឲ្យកូនប្រុសរបស់នាងត្រូវបានគេស្រាវជ្រាវតាំងពីនៅក្មេងបែបនេះទេពេលដែលស្ត្រីនោះកំពុងអប់ Ricky ហើយរៀបចំចាក់ចេញពីមន្ទីរពេទ្យស្រាប់តែមានក្រុមអ្នកសារព័ត៌មានមួយក្រុមប្រញាប់ប្រញាល់មកភ្លាមគ្រូពេទ្យដ៏កក់ក្ដៅបានប្រញាប់ប្រញាល់បញ្ជូនស្ត្រីនោះទៅទ្វារខាងក្រោយនៃមន្ទីរពេទ្យដើម្បីជូនដំណើរពួកគេចេញទៅប៉ុន្តែទីបំផុតពួកគេបានត្រឡប់មកផ្ទះវិញគ្រាន់តែឃើញថាទ្វារផ្ទះរបស់ពួកគេក៏ត្រូវបានហុំព័ទ្ធដោយអ្នកកាសែតផងដែរស្ត្រីដែលភ័យខ្លាចបានងាកក្រោយហើយរត់ទៅពួនក្នុងផ្ទះប៉ុន្តែនៅពេលនេះព័ត៌មានទាំងអស់គឺនិយាយអំពី Ricky ហោះហើរនៅក្នុងផ្សារទំនើបដោយឃើញក្រុមអ្នកកាសែតនៅជាន់ក្រោមមិនព្រមចាក់ចេញស្ត្រីនោះក៏ត្រូវពួនក្នុងផ្ទះហើយមិនចេញក្រៅឡើយប៉ុន្តែការមិនចេញក្រៅមួយសប្តាហ៍គឺមិនសូវសមហេតុផលទេដូច្នេះប៉ាដ៏ឆ្លាតវៃក៏នឹកឃើញគំនិតល្អមួយភ្លាមនោះគឺព្យាយាមទទួលយកបទសម្ភាសន៍របស់អ្នកកាសែតរកលុយទិញផ្ទះធំជាងនេះឲ្យ Ricky ដូចនោះដែរព្រឹកព្រលឹមថ្ងៃបន្ទាប់ស្ត្រីនោះបានអប់ Ricky ហើយចុះមកជាន់ក្រោមដើម្បីទទួលយកបទសម្ភាសន៍ដើម្បីបង្ហាញកូនប្រុសរបស់គាត់ឲ្យកាន់តែច្បាស់ស្ត្រីនោះពិតជាបានបង្ហោះ Ricky ទៅលើអាកាសដូចជាបង្ហោះខ្លែងអញ្ចឹងពេលដែលគ្រប់គ្នាកំពុងស្ងាយសរសើរនឹងរឿងនេះស្រាប់តែម្ដាយយកអលដៃធ្វើឲ្យខ្សែនៅក្នុងដៃរបូតចេញពីបាតដៃឃើញថា Ricky លែងជាប់ចំណងខ្សែទៀតហើយគាត់ក៏ហោះត្រង់ទៅលើមេឃដ៏ធំល្វឹងល្វើយម្ដាយដែលភ័យខ្លាចបានដើរទៅមុខដើម្បីដេញតាមកូនប្រុសរបស់គាត់ដោយមិននិយាយមួយម៉ាត់ប៉ុន្តែអ្នកណាទៅដឹងថា Ricky កំពុងហោះហើរកាន់តែខ្ពស់នៅពេលនេះហើយមិនយូរប៉ុន្មានក៏បាត់ខ្លួនទៅលើអាកាសទោះបីជាម្ដាយហៅ Ricky យ៉ាងណាក៏ដោយក៏ស្រមោលរបស់ Ricky មិនដែលលេចឡើងនៅលើមេឃឡើយមិនយូរប៉ុន្មានអ្នកឈរមើលក៏ងាកក្រោយហើយដើរចេញទៅដោយក្តីរំភើបដោយបន្សល់ទុកតែគ្រួសារដែលមានសមាជិក3នាក់រងចាំនៅមាត់ច្រាំងប៉ុន្តែពួកគេរងចាំរហូតដល់ល្ងាចហើយ Ricky មិនអាចហោះត្រឡប់មកវិញបានទេហេតុការណ៍នេះធ្វើឲ្យម្ដាយធ្លាក់ក្នុងក្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំងដើម្បីស្វែងរក Ricky គាត់តែងតែទៅមើលតាមបង្អួចម្ដុំកាលដោយសង្ឃឹមថា Ricky អាចហោះត្រឡប់មកវិញដោយខ្លួនឯងប៉ុន្តែការពិតគឺខូចខើរាល់ពេលដែលគាត់មិនបានឃើញ Ricky ទីបំផុតថ្ងៃមួយម្ដាយទ្រាំលែងបានព្រឹកព្រលឹមគាត់បានមកដល់មាត់ទន្លេដែល Ricky បាត់ខ្លួនឃើញគាត់ដោះអាវធំនិងស្បែកជើងយឺតហើយដើរចូលទៅក្នុងទន្លេយឺតដោយមិននិយាយមួយម៉ាត់តាមពិតទៅគាត់មិនចង់រស់ទៀតទេហើយចង់ប្រើវិធីនេះដើម្បីលុបលាងកំហុសរបស់គាត់ពេលដែលក្បាលរបស់គាត់ហៀបនឹងលិចចូលទៅក្នុងទឹកស្រាប់តែមានសម្លេងបក់ស្លាប់នៅលើមេឃស្ត្រីនោះងើបមុខឡើងយឺតហើយឃើញថាជា Ricky ដែលគាត់នឹកគិតចង់ហោះត្រឡប់មកវិញឃើញ Ricky ធំឡើងច្រើនម្ដាយសប្បាយចិត្តក្នុងចិត្តខ្លាំងណាស់គាត់សង្ឃឹមថា Ricky អាចអត់ទោសឲ្យគាត់ហើយស្នាក់នៅប៉ុន្តែ Ricky បានហោះទៅលើមេឃម្ដងទៀតនៅពេលនេះដោយឃើញថា Ricky មានសុវត្ថិភាពនិងមិនមានគ្រោះថ្នាក់អ្វីម្ដាយក៏បានធូរស្រាលក្នុងចិត្តនៅចុងបញ្ចប់នៃរឿង